ហៅសំណាងឲ្យចូលមកក្នុងជីវិតរបស់យើងរាល់ថ្ងៃណាបងប្អូនអរគ្នាចំអ្នកគ្រូសំណាងហៅបានមែនទេចាមនុស្សយើងម្នាក់ម្នាក់គេថាមនុស្សយើងម្នាក់ម្នាក់គឺសុទ្ធតែមានមាត់ទឹកគ្រប់គ្នាណាបងប្អូនគឺសុទ្ធតែមានមាត់ទឹកគ្រប់គ្នាពីដើមយើងធ្លាប់ឮសូរចាស់ចាស់និយាយថាមាត់ស៊ីម7ប្រហុកកុំឲ្យនិយាយពាក្យផ្ដេសផ្ដាស់ខ្លាចវាតាមមាត់ពេលនេះបងប្អូនអញ្ចឹងមានន័យថាយើងគ្រប់គ្នាសុទ្ធតែមានមាត់ទឹកបើដូច្នេះយើងគ្រប់គ្នាសុទ្ធតែមានមាត់ទឹកហេតុអីក៏យើងមិនហៅរឿងល្អល្អហេតុអីក៏យើងមិនហៅសំណាងល្អល្អហេតុអីក៏យើងមិនហៅមាសហៅប្រាក់ហៅលុយហៅអ្វីទ្រព្យសម្បត្តិគ្រប់យ៉ាងដែលយើងចង់បានចូលមកក្នុងជីវិតរបស់យើងទៅតោះពេលនេះយើងមកនាំគ្នាហៅសំណាងចូលក្នុងជីវិតទាំងអស់គ្នាណាបងប្អូនគេថាគ្មានអ្វីដែលបានមកដោយងាយនោះទេគ្មានអ្វីដែលបានមកដោយការមិនបានសាងនោះទេអញ្ចឹងបងប្អូនការសាងមានហេតុទៅមានផលបងប្អូនណាសាងហេតុទៅបានផលសាងហេតុទៅបានផលអញ្ចឹងបើសិនណាជាយើងហៅសំណាងជារៀងរាល់ថ្ងៃអញ្ចឹងថ្ងៃណាមួយយើងពិតជាមានសំណាងពិតមែនមាត់យើងគឺជាមាត់ទឹកទៀតអញ្ចឹងហៅអីបាននឹងតោះបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមកប្រូក្រាមសំណាងល្អចូលក្នុងជីវិតរបស់យើងទាំងអស់គ្នាណាអញ្ចឹងចាប់ផ្ដើមទាំងអស់គ្នាខ្ញុំគឺជាមនុស្សមានសំណាងអ្នកណានៅជិតខ្ញុំក៏មានសំណាងអ្នកណាឃើញខ្ញុំក៏មានសំណាងអ្នកណារស់ស៊ីជាមួយខ្ញុំក៏មានសំណាងអ្នកណាធ្វើការជាមួយខ្ញុំក៏មានសំណាងខ្ញុំមានសំណាងមានប្តីល្អមានកូនល្អខ្ញុំមានសំណាងមានមុខរបររស់ស៊ីល្អមានលុយចូលរាល់ថ្ងៃខ្ញុំមានសំណាងមានឡានជិះមានផ្ទះធំទំនំខ្ពស់ខ្ញុំមានសំណាងមានលុយចូលជារៀងរាល់ថ្ងៃមួយថ្ងៃ$1000មួយថ្ងៃ$10000ខ្ញុំមានសំណាងដែលខ្ញុំមានអតិថិជនល្អល្អចូលមកទិញផលិតផលរបស់ខ្ញុំជារៀងរាល់ថ្ងៃខ្ញុំមានម៉ួយដុំកាត់អីវ៉ាន់ជារៀងរាល់ថ្ងៃមកបង$1000មកបង$5000បងប្អូនអានេះគឺជាវិធីហៅសំណាងហើយក៏ជាការប្រូក្រាមមួយដើម្បីឲ្យ subconscious mind របស់យើងនេះវាស៊ីជារៀងរាល់ថ្ងៃហើយក៏បញ្ជូនទៅដល់ចក្រវាលមានតួនាទីបញ្ជូនរឿងល្អល្អទៅតាមអ្វីដែលបងប្អូនចង់បានទៅតាមអ្វីដែលបងប្អូនហៅជារៀងរាល់ថ្ងៃហ្នឹងឲ្យចប់ឲ្យត្រឡប់មកចូលនៅក្នុងជីវិតរបស់បងប្អូនដល់ពេលដល់វេលាតាមពេលតាមវេលាចក្រវាលនឹងបញ្ជូនមកដល់មុខផ្ទះបងប្អូនតែម្ដងអញ្ចឹងវិធីងាយបងប្អូនអាចធ្វើតាមបានណា